ជំរាបសួរសួស្តីប្រិមត្តទាំងឡាយទៅជាទាំងឆ្ងាយទៅថ្មីទាំងចាថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំនៃថ្ងៃបញ្ចប់រីឯរឿងភាគរបស់យើងវិញក៏បានចូលមកដល់ទីបញ្ចប់ដូចគ្នាដូច្នេះហើយចូលមកតាមដានទាំងអស់គ្នាតែម្ដងទៅណកាលពីចុងភាគមុននោះគេយកគឺកំពុងតែសែតព្រោះតែនៅសោកហ៊ីសូនហ្នឹងក៏បានបាត់ខ្លួនពីពិភពកូនបានជាបន្តមកសាច់រឿងក៏បានប្រាប់ឲ្យយើងបានដឹងថាហ៊ីសូនណាទៅតែជួយសងបំណុលរបស់ម្ដាយអស់ស្រាប់តែម្ដាយហ្នឹងទៅខ្ចីគេមកបន្ថែមទៀតហើយសំខាន់ណាគឺខ្ចីច្រើនជាងមុនទៀតផងហ៊ីសូនណានាងក៏អារម្មណ៍ចង់ជួយសងម្ដាយហើយម្ល៉េះហើយនាងក៏បានរត់ចោលស្រុកតែម្ដងម្យ៉ាងហ៊ីសូនក៏ខ្មាស់នឹងគេយកនាងមិនហ៊ានទៅលាគេទេដោយនាងរត់ទៅបាត់ស្មៅតែម្ដងហើយគេយកគេក៏បានដឹងទៀតថាបរោះដែលបានឡើងតាក់ស៊ីជាមួយនឹងហ៊ីសូនកាយពីយប់នោះគឺជាបងប្រុសអ្នកកន្លែងធ្វើការជាមួយនឹងហ៊ីសូនសោះហើយតើតែគេយកហ្នឹងគេសែនអញ្ចឹងបានគេដាច់ចិត្តនិយាយប្រាប់ឲ្យមានគេហើយនឹងខ្វាងចែហ្នឹងបានដឹងរឿងស្នេហារបស់គេដែររីឯជនសុកវិញគេបានដឹងយូរហើយលោកនៅព្រឹកបន្តមកទៀតមកយើងឃើញមានគេមកធ្វើការសំណងតាមធម្មតាហើយគេមិនសូវជាបានតាក់ទងទៅរកសូរ៉ាច្រើនដូចមុនទៀតទេពួកគេទាំងពីរគឺបានត្រឹមតែផ្ញើសារអីតែងទួយជាមួយគ្នាតែប៉ុណ្ណោះដោយសារតែមានគេរវល់តែធ្វើការរលុយនោះរីឯសូរ៉ាក៏បានសួរនាំអីច្រើនដែរនិយាយទៅគឺពួកគេស្ងប់ស្ងាត់រៀងខ្លួនតែហ្មងលុះដល់នៅពេលយប់ឡើងយើងមកមើលខ្វាងចែវិញម្ដងយើងបានឃើញខ្វាងចែនោះបានហាត់យន្តចុងមកកាន់ក្លាប់តាំងពីពួកគេនៅតែជាមួយគ្នាកាលនៅយប់នោះមកតែមិនយប់នឹងទេដល់ពួកគេនឹងបានជួបគ្នាវិញនោះបើគិតទៅពួកគេខានជួបគ្នារៀងយូរដែរប្រហែលជាមួយអាទិត្យជាងអីហើយសម្រាប់នៅយប់នេះខ្វាងចែក៏មានជាកាដូអាល់ប៊ុមចម្រៀងមួយទៅឲ្យយន្តចុងអាល់ប៊ុមហ្នឹងគឺមិនងាយមានពីណាគេមានឡើយយន្តចុងបានហើយនាងឡើងអស់មែនតានបន្ទាប់មកពួកគេទាំងពីរហ្នឹងក៏បានចូលទៅរាំជាមួយគ្នាដល់ពេលដែលពួកគេកំពុងតែរាំសោកខ្វាងចែហ្នឹងក៏បាននិយាយឡើងថាយន្តចុងពួកយើងតាក់ទងគ្នាទៅពួកយើងតាក់ទងគ្នាណាយន្តចុងឯនេះវិញក៏បានសួរបច្ចេកនិយាយមែនតាឬក៏យ៉ាងម៉េចខ្វាងចែក៏បានតបថាមែនតាតើស្រាប់តែយន្តចុងហ្នឹងអត់មានបានតបអ្វីទេនាងក៏បានដាក់ចេញមកខាងក្រៅក្លឹបតែម្ដងខ្វាងចែគេក៏បានចេញមកតាមគេពិតជាមិនយល់សោះថាហេតុអ្វីបានជាយន្តចុងហ្នឹងធ្វើបែបនេះហេតុអ្វីបានជាពួកគេទាំងពីរហ្នឹងមិនព្រមតាក់ទងគ្នាទៅចំណងចំណូលចិត្តហ្នឹងក៏ដូចគ្នានិយាយចេញមកហ្នឹងក៏ត្រូវគ្នាទៀតហើយអ្វីដែលសំខាន់ណាគឺពួកគេបានគេងជាមួយគ្នាទៀតនេះយន្តចុងនាងទទួលស្គាល់ថាពេលដែលពួកគេទាំងពីរដើរជាមួយគ្នាពួកគេគឺសប្បាយទាំងផ្លូវកាយទាំងផ្លូវចិត្តប៉ុន្តែបើឲ្យនាងគិតទៅដល់រឿងតាក់ទងគ្នាជាសង្សារអីហ្នឹងវាដូចជាអាម៉េចទេនាងមិនទាន់ចង់គិតហើយម្យ៉ាងនាងក៏មិនទាន់បានស្គាល់ខ្វាងចែច្បាស់ហើយបើពួកគេមិនទាន់ស្គាល់គ្នាច្បាស់ហើយថៃបានមិនព្រមស្គាល់គ្នាបានច្បាស់ទៅអញ្ចឹងរឿងក៏បានបងវាយមកកាន់ជនសុកឯនេះវិញគេកំពុងតែរៀបចំផែនទៅដើរលេងជាមួយនឹងយូយ៉ុនគេកាន់តែគិតគឺកាន់តែញ៉ៃកាន់តែជឿក្បាលគេមានអារម្មណ៍ដូចជាមិនសូវសំណងនៅក្នុងចិត្តតតែសោះនៅសុកទៅប្រវល់កូនស្រីគេទៅដើរលេងតែពីរនេះអាម៉េចទេចំណែកឯជូយ៉ុនវិញនាងខំរៀបចំកៅអៅទុកឲ្យហើយដឹងតែថាដល់ថ្ងៃប្រែនចេញដំណើរតែម្ដងប៉ុន្តែថ្ងៃស្អែកព្រឹកបានចូលមកដល់ពេលដែលនាងបានយកម្ហូបមកឲ្យជនសុកញ៉ាំនោះជនសុកក៏បាននិយាយមកកាន់នាងថាជូយ៉ុនណារឿងដែលថាយើងដើរលេងថ្ងៃសៅរ៍នោះហ៎ខ្ញុំភ្លេចគិតទៅថាថ្ងៃនោះខ្ញុំមានណាត់ជនសុកគេនិយាយឡើងល្អល្អួលហ្មងណាជូយ៉ុនក៏យល់ចិត្តណាស់ទៀតនាងក៏បានតបថាចាំទៅថ្ងៃក្រោយអញ្ចឹងមិនដែរថ្ងៃសៅរ៍ហ្នឹងខ្ញុំមានណាត់ជាមួយពួកម៉ាក់ដែរហ្នឹងខ្ញុំភ្លេចឲ្យឆឹងដល់អញ្ចឹងហើយពួកគេក៏សម្រេចសម្រួលថាចាំទៅថ្ងៃក្រោយទៀតក៏បានដែរហើយពួកគេក៏បានបែកផ្លូវគ្នាទៅជូយ៉ុនណានាងក៏បានដើរមកកាន់បន្ទប់វិញទាំងរៀងអាអន់សពន់ចិត្តដែរហ្នឹងណាខំតែរៀបចំកៅអៅទុកឲ្យហើយប៉ុន្តែឥឡូវហ្នឹងផ្លែនក៏រំសាយចោលបាត់ឡើងសាមែនតើបើយើងក៏លេងមកមើលគេយកឯណាគេយកបានបញ្ញាមហាថ្ងៃត្រង់ជាមួយនឹងម្ដាយរបស់គេថ្ងៃហ្នឹងសុំឡើងហាងម្ដងមើលព្រោះតែពីអ្នកម្ដាយកូនហ្នឹងគឺបានសងបំណុលគេអស់ហើយម៉ាក់គេយកក៏បាននិយាយប្រាប់កូនថាចាប់តាំងពីថ្ងៃហ្នឹងទៅបើសិនជាកូនចង់ធ្វើអីក៏ធ្វើទៅចុះគេយកហ្នឹងមិនបាច់ចាំបាច់ខ្វល់ពីគាត់ឡើយហើយលុយដែលរកបានហ្នឹងក៏មិនបាច់ចាំបាច់ឲ្យគាត់ទៀតដែរគេយកទុកយកទៅប្រើប្រាស់ចាយវាដែលផ្ទាល់ខ្លួនចុះនៅកំឡុងពេលដែលពួកគេកំពុងតែញ៉ាំអាហារហ្នឹងទៀតសោតគេយកក៏ស្រាប់តែនៅតែដល់ពាក្យសម្ដីរបស់ហ៊ីសុនដែលហ៊ីសុនបាននិយាយប្រាប់គេថាចាទៅថ្ងៃមុខទៅគឺនាងចង់ទៅបើកហាងតូចមួយនៅសានហ្វ្រាន់ស៊ីស្កូបែបនេះហើយបន្ទាប់ពីគេយកហ្នឹងចេញពីញ៉ាំបាយជាមួយនឹងម្ដាយវិញនោះគេក៏បានមកគិតគ្នាជាមួយនឹងពួកម៉ាគឺគេពិតជាចង់ទៅតាមរកហ៊ីសុនដល់សានហ្វ្រាន់ស៊ីស្កូហ្នឹងមែនតើខ្វាងចែគេក៏បានឲ្យយោបល់គេថាទៅតាមរកអាម៉េចស្រុកគេធំណាហើយមិនប្រកាសថាពេលដែរទៅដល់ហ្នឹងហ៊ីសុននៅទីនោះផងហ្នឹងមិនស្រួលតម្រាំតែរកឃើញហ្នឹងហ៊ីសុនក៏មានសង្សារថ្មីបានរីឯមិត្តសម្លាញ់ពីរនាក់ទៀតវិញគឺសុំកាប់យោបល់ហើយប៉ុន្តែយ៉ាងណាក៏ដោយក៏ពួកគេហ្នឹងនៅតែឲ្យកម្លាំងចិត្តពួកគេនឹងគ្រប់គ្រងរាល់ការសម្រេចចិត្តរបស់ពួកម៉ាក់ជានិច្ចបន្ទាប់មកយើងក៏បានឃើញថាគីយកគឺពិតជាសម្រេចចិត្តទៅកាន់ស្រុកគេមែន3នាក់ពួកម៉ាក់ best friend ហ្នឹងក៏មានជាកញ្ចប់លុយមួយចំនួនហ្នឹងទុកយកទៅឲ្យចាយវាប្រើប្រាស់ម្នាក់និយាយពីចិត្តបានមែនតើពួកគេថែមទាំងបានជូនពរឲ្យពួកម៉ាក់ហ្នឹងរកហ៊ីសុនឆាប់ឃើញទៅចោពួកគេជូនពរឲ្យជោគជ័យណាសម្លាញ់បន្ទាប់មកពេលដែលពួកគេទាំង3ហ្នឹងបានចេញមកបញ្ជូនដំណើរគេយកវិញជនសុកឯនេះគេរៀងក្លាហានជាងមុនបន្តិចដែលគេគិតថាតនឱកាសមានគេគឺត្រូវតែក្តាប់ជានិច្ចឱកាសដែលគេមានហ្នឹងគឺចង់សំដៅទៅលើជូយ៉ុនហ្នឹងឯងតែសយអីគេបែរជាមកឃើញជូយ៉ុនហ្នឹងកំពុងតែដើរសាសងជាមួយបារម្ភម្នាក់មើលទៅពួកគេបែរជាទៅមកពីបន្លែងដែរជាមួយនឹងគ្នាផងហើយបារម្ភម្នាក់នោះក៏ក្លាហានសុំស្រឡាញ់ជូយ៉ុនមុនទៀតសង្ស័យតែជនសុកហ្នឹងខកឱកាសទៀតដែរគេក៏បាត់ដើរចូលមកកាន់ផ្ទះវិញទាំង
ទាំងមុខសពនដល់ពេលដែលជួយយន្តបានដើរមកដល់ផ្ទះវិញដែរនាងក៏បាននិយាយប្រាប់ទៅកាន់ជនសុកថាអេថ្ងៃមិញមានគេសារភាពដាក់យើងតើជនសុកក៏បានសួរហើយមិនទៅជួយយន្តក៏បានតបថាយើងបដិសេធជាមួយគេបាត់ហើយជនសុកគេអស់ឡើងព្រួយបន្ទាប់មកគេក៏បានសួរពួកយើងទៅលេងកោះស្ដាយជាមួយគ្នាអីតើជួយយន្តក៏បានតបវិញទាំងញញឹមអមអៀនទៅពេលណាក៏បានដែរឲ្យតែឯងមានអារម្មណ៍ថាចង់ទៅដើរលេងពាក្យសម្ដីនេះគឺនាងចង់បើកភ្លើងខៀវឲ្យចំតែហ្មងណាបើជនសុកនៅតែមិនយល់ទៀតគឺចាប់តែម្ដងលុះដល់នៅពេលយប់ឡើងពួកគេទាំងពីរហ្នឹងក៏បានមកអង្គុយផឹកជាមួយគ្នាហើយពួកគេក៏បាននិយាយពីរឿងដើរលេងអីអញ្ចឹងទៅជួយយន្តណានាងចាំទៅឲ្យតែថាជនសុកហ្នឹងចេញផ្លែនមកហើយម្យ៉ាងនាងបានឲ្យតែជនសុកហ្នឹងសារភាពដាក់នាងតែប៉ុណ្ណោះនៅយប់នេះផងដែរយើងងាកមកមើលខ្វាំងចេះនឹងយន្តចុងឯនេះវិញពួកគេគឺបានណាត់ជួបគ្នាទៀតហើយគ្រាន់តែថាសារនេះគឺពួកគេអត់បានជួបគ្នានៅក្លឹបទៀតទេពួកគេបានមកជួបគ្នានៅសួនវិញម្ដងដើម្បីតែឲ្យពួកគេស្រួលនិយាយគ្នាបានច្រើនបើសិនជាពួកគេចង់យល់ពីគ្នាមានតែអាសាមកជួបគ្នាឬមកក៏អាសានិយាយគ្នាអញ្ចឹងទៅពួកគេទាំងពីរនឹងអាចយល់ពីគ្នាទៅវិញទៅមកបានហើយយន្តចុងនាងក៏ព្យាយាមបើកចិត្តឲ្យទូលាយដើម្បីតែឲ្យស្គាល់ខ្វាំងចេះនឹងជាបន្ថែមទៀតហើយរឿងក៏បានកាត់មកនៅថ្ងៃបន្ទាប់ដោយរឿងបានបង្ហាញពីសូរ៉ាវិញម្ដងនៅថ្ងៃនេះខាងក្រុមហ៊ុននៃសូរ៉ាបានទៅសម្ភាសនឹងក៏បានទូរស័ព្ទមកប្រាប់គឺនាងអត់បានសម្ភាសជាប់ឡើយហើយថាសម្ភាសហ្នឹងវាអត់ជាប់មួយទៅចុះរីឯសង្សារក្មេងឯនោះវិញស្ងាត់ឲ្យឆឹងតែទៅគឺមិនងាយលើកទេហើយភាគច្រើនណាពួកគេគឺផ្ញើសារជាមួយគ្នាអីតែងទួយបំផុតទៀតមេថ្ងៃនេះក៏យល់ចិត្តសូរ៉ាមិនណយដែរដោយមេបានបង្អុលភ្លៀងមកយ៉ាងខ្លាំងវាហាក់បីដូចជាចង់ជួយយំជំនួសសូរ៉ាអញ្ចឹងដូច្នេះហើយបន្ទាប់ពីសូរ៉ានោះបានចេញពីការងារនាងក៏បានបបួលមិត្តភក្តិហ្នឹងមកផឹកជាមួយហើយនាងក៏បានល្អលំនិយាយរៀបរាប់ប្រាប់ថានាងពិតជាមិនយល់ពីសង្សារក្មេងរបស់នាងតតែសោះនាងចង់យល់ពីគេដែរប៉ុន្តែអត់យល់វិញនាងមានអារម្មណ៍ថាយល់ប៉ុន្តែអត់យល់សរុបមកគឺនាងអត់ដឹងថាខ្លួនឯងនឹងគិតអីហើយត្រូវធ្វើអ្វីឡើយបើចំណែកឯមានគេមួយថ្ងៃគឺគេគិតតែពីខំប្រឹងប្រែងធ្វើការតែប៉ុណ្ណោះហើយមនុស្សហ្នឹងធ្លាប់តែសណុកដល់ពេលមកធ្វើការងារធ្ងន់អញ្ចឹងទៅមានអ្នកណាលបួសឡើងចង់ពេញខ្លួនហើយបើបិទកៅអីវិញឡើងសឹងគ្រប់កន្លែងហើយនៅយប់នេះពេលដែលសូរ៉ាបានទូរស័ព្ទមកកាន់មានគេក៏ដាច់ចិត្តលើនិយាយទូរស័ព្ទជាមួយនាងបន្តិចទៅចោះរួចមកទៀតមកយើងក៏បានឃើញមានគេហ្នឹងចេញមកជួបសូរ៉ាទាំងភ្លៀងធ្លាក់ដោយពួកគេបានចូលទៅនិយាយគ្នានៅក្នុងហាងកាហ្វេមួយកន្លែងដែលនៅជិតៗហ្នឹងពួកគេអង្គុយរៀងយូរដែរទម្រាំតែម្នាក់ហ្នឹងដាច់ចិត្តហាមាត់សួរសុខទុក្ខគ្នាទៅវិញទៅមកបន្ទាប់មកហ្នឹងក៏ស្ងាត់មាត់ទៀតហើយរហូតតតែភ្លៀងរាំងទៅពួកគេហ្នឹងដើរចេញមកលំហែនៅខាងក្រៅវិញដល់ពេលដែលពួកគេដើរកាត់កន្លែងថតរូបវីតាមុនមានគេក៏បានបបួលសូរ៉ាហ្នឹងមកថតលេងជាមួយគ្នាហើយមានគេឡើងញញឹមស្រស់មែនតើអត់តែសូរ៉ាតែប៉ុណ្ណោះមកនាងឡើងស្ងួតចង់ញញឹមហ្នឹងក៏ញញឹមអត់ចេញដែរលុះពេលដែលពួកគេចេញពីកន្លែងថតរូបហ្នឹងមកពួកគេក៏បានចេញមកញ៉ាំសាច់អាំងជាបន្តស្រាប់តែនៅខណៈហ្នឹងសូរ៉ាក៏បានដាច់ចិត្តនិយាយឡើងថាពួកយើងបាយគ្នាមានគេអាំងប្រោយគេក៏បានសួរថានិយាយហ្នឹងចង់បានន័យថាម៉េចសូរ៉ាអត់បានតបឡើយនាងក៏បានដើរទៅគិតលុយបន្ទាប់មកហ្នឹងក៏បានចេញពីហាងបានម្ល៉េះហើយមានគេក៏បានដើរចេញមកតាមគេក៏បានសួរចង់ដឹងតាមមានរឿងអីមែនទេប្រាប់ខ្ញុំមើលប្រាប់ខ្ញុំមកណាសូរ៉ានាងគ្រាន់តែតបថាខ្ញុំអត់បានស្រឡាញ់មានគេទៀតទេមានគេមិននឹកស្មានថាគេបានលើសពាក្យមួយឃ្លានេះឡើយអញ្ចឹងទៅគេក៏រៀងចង់លេងឲ្យលងទឹកភ្នែកបន្ទាប់មកគេក៏បាននិយាយថាខ្ញុំអត់ចង់បាយទេបើសិនជាចង់បាយបាយតែម្នាក់ឯងនិយាយអញ្ចឹងរួចហើយគេក៏បានដើរមកកាន់ផ្ទះមុនបានហើយពេលហ្នឹងឆ្លងខ្នល់អត់មានមើលទេកុំតាឡាហ្នឹងចាប់ហ្វ្រាំងតន់ទាល់តែបែបនេះទើបមានគេនឹងរៀងស្វាងបន្តិចហើយសាច់រឿងក៏បានកាត់មកថ្ងៃដែលត្រូវចូលកងនៅឯសាលាសកលវិញតែម្ដងប៉ុន្តែយើងបានឃើញមានគេហ្នឹងចូលមកសាលារៀនឡើយដោយគេត្រូវតែធ្វើការងាររបស់គេបញ្ចប់សិនគេធ្វើតតែគ្រប់មួយខែបានបើកប្រាក់ខែអីត្រឹមត្រូវអស់ហ្នឹងទើបគេលាជួបពីការងារសំណងនោះបន្ទាប់មកមានគេក៏បានយកលុយប្រាក់ឈ្នួលដែលគេខំប្រឹងធ្វើការតាមកម្លាំងញើសឈាមរបស់គេហ្នឹងទៅទិញរបស់ brand មួយតាមពិតទៅអញ្ចឹងទេអីគេខំរកលុយហ្នឹងគឺដើម្បីតែទិញរបស់ brand ឲ្យចេះគេសោះកុំឲ្យថាចាញ់ពួកម៉ាក់របស់ចេះអីអញ្ចឹងនោះហើយទាល់តែពេលយប់ឡើងទើបមានគេហ្នឹងបានមកកាន់ហាងកាហ្វេរបស់សូរ៉ាគេនៅចាំទាល់តែសូរ៉ាហ្នឹងចាប់ការងាររបស់នាងទើបគេយករបស់ brand ហ្នឹងយកមកឲ្យរួមទាំងនិយាយថានឹងគឺជាកាដូថ្ងៃខួបកំណើតរៀងយឺតបន្តិចឯណាសូរ៉ាក៏បាននិយាយប្រាប់ថាពួកគេហ្នឹងបែកគ្នាហើយតើអញ្ចឹងហើយថាឯងនឹងយកកាបូបនឹងធ្វើអីទៀតមានគេហ្នឹងក៏យកកាបូបនឹងទៅវិញទៅប៉ុន្តែមានគេក៏បាននិយាយប្រាប់វិញគេថាគេចង់ឲ្យរបស់មួយដែលមានតម្លៃហ្នឹងទៅកាន់សូរ៉ាមុនពេលដែលពួកគេហ្នឹងបែកគ្នានេះគឺបានន័យថាមានគេយល់ព្រមបែកគ្នាពីសូរ៉ាហើយបែកគ្នាហ្នឹងគឺដោយសន្តិភាពទៀតផងប៉ុន្តែយ៉ាងណាក៏ដោយក៏បេះដូងមួយនេះវាឈឺចាប់វាក្រំគ្រាខ្លាំងណាស់ទោះបីជាមានគេខំនិយាយប្រាប់ខ្លួនឯងថាខ្លួនឯងហ្នឹងត្រូវតែរឹងមាំស្នេហាហ្នឹងវាគ្មានស្អីអស្ចារ្យទេយើងគឺមិនកាត់អីឡើយមានគេកាន់តែនិយាយប្រាប់ខ្លួនឯងគេកាន់តែអួតអំកទឹកភ្នែកហ្នឹងក៏ទប់លែងជាប់ម្ល៉េះហើយមានគេក៏បានបណ្ដោយឲ្យទឹកភ្នែកនៃការឈឺចាប់ហ្នឹងហូរស្រក់មកទៅចុះមានប្រមាណណាក៏ប្រឹងហូរមកអស់មកបើសិនជាចង់ហូរមកហើយនោះហើយចាប់តាំងពីថ្ងៃស្អែកនេះតទៅគឺត្រូវតែជាថ្ងៃថ្មីសម្រាប់មានគេនឹងចាប់ផ្ដើមអ្វីគ្រប់យ៉ាងហ្នឹងឲ្យបានល្អត្រឡប់មកវិញហើយឥឡូវហ្នឹងមានគេស្រឡាញ់សុខភាពខ្លាំងណាស់គេត្រូវតែស្រឡាញ់ខ្លួនឯងនេះបានច្រើនជាងមុនម្ល៉េះហើយគេក៏បានមកហាត់ប្រាណហាត់អីអញ្ចឹងទៅលុះមាននៅថ្ងៃមួយនោះមានគេហ្នឹងហាត់ដែរប៉ុន្តែ
តែហាត់លើសកម្រិតអញ្ចឹងទៅគេឡើងចង់បែកក្អួនហើយការដែលមានគេហ្នឹងខំប្រឹងហាត់ខំប្រឹងរត់ជារៀងរាល់ថ្ងៃហ្នឹងមិនអត់ប្រយោជន៍អីឯណាដល់ថ្ងៃដែលត្រូវរត់ប៉ណ្ណឹងម៉ារ៉ាតុងមានគេហ្នឹងក៏បានមកចូលរួមគេថែមទាំងសង្ឃឹមថាខ្លួនឯងយ៉ាងហោចណាស់ក៏បានចំណាត់ថ្នាក់លេខ3អីដែរប៉ុន្តែមានគេហ្នឹងរត់កាន់តែយូរទៅខួរក្បាលវិញក៏បាននឹកទៅដល់បទពិសោធន៍ស្នេហារបស់គេកន្លងមកតាំងពីស្នេហាជាមួយនឹងសូរ៉ាមករហូតមកដល់ជាមួយនឹងសូរ៉ាក្រោយស្នេហាគឺបានបង្រៀនគេច្រើនណាស់ហើយមានគេក៏បានទទួលដឹងថាខ្លួនឯងគឺនៅក្មេងខ្ចីមែនតើជាមួយនឹងរឿងស្នេហាមួយហ្នឹងអារម្មណ៍រវើរវាយបែបនេះក៏កាន់តែធ្វើឲ្យមានគេនឹងរត់កាន់តែឆាប់ហត់ចំណែកឯពួកម៉ាក់ទាំងពីរដែលពួកគេកំពុងតែចាំផ្លូវពួកម៉ាក់ឯណាពួកគេចាំបាត់ត្មងហើយសុទ្ធតែនិយាយអួតថាបានលេខ3អីតែនេះអ្នករត់មកឡើងចង់អស់គ្នាទៅហើយប៉ុន្តែពួកគេនៅតែមិនឃើញមានវត្តមានរបស់មានគេទៀតសង្ស័យតែលេខ3ហ្នឹងរាប់ពីក្រោមមកវិញតែដឹងនេះដល់យើងងាកមកមានគេវិញគេកំពុងតែរត់សុកស្ទតែលមូលកពើទៀតចារត់ទៅមុខទៀតលេងរួចបារហើយហើយបើជ្រុលចរត់លេងទៅមុខទៅហើយមានគេក៏ឈប់រត់ត្មងទៅគេគឺសុំចោះចាញ់មុនដល់ទីបញ្ចប់ឯពួកម៉ាក់ទាំងពីរនេះវិញរៀងបារម្ភម្ល៉េះហើយពួកគេក៏បានជិះកង់មករត់តែម្ដងពួកគេក៏បានឃើញមានគេហ្នឹងកំពុងតែអង្គុយឡើងចងកតែម្នាក់ឯងនៅគៀនផ្លូវអញ្ចឹងទៅពួកគេក៏បានមកអង្គុយជាមួយហើយពួកគេអង្គុយទាល់តែគេសាររងត្មងណារួចពីហ្នឹងមកទៅពួកគេត្រឡប់មកកាន់ផ្ទះវិញជាមួយគ្នាទាំង3នាក់ហើយសាច់រឿងក៏បានកាត់មកបង្ហាញពេលដែលមានគេនឹងបានវិលមកចូលសាលារៀនវិញគេស្រាប់តែឃើញសិស្សច្បងហើយនឹងនារីម្នាក់ដែលសិស្សច្បងនោះបានលួចក្រាស់តាំងពីដំបូងនោះហ៎ពេលនេះក៏ខ្លាយទៅជាសង្សារនឹងគ្នាបានសម្រេចបានហើយនិយាយអញ្ចឹងរឿងក៏បានបង្ហាញពីគេយកឲ្យយើងបានឃើញបានតែយើងបានដឹងតាមរយៈរូបថតដែលគេនឹងបានផ្ញើឲ្យម៉ាក់គេមើលគឺគេយកហ្នឹងបានទៅដល់ទីតាំងនៅសានហ្វ្រាន់ស៊ីស្កូហ្នឹងហើយដែលថាហ៊ីសូហ្នឹងមានក្តីសម័យចង់ទៅបើកហាងនៅហ្នឹងប៉ុន្តែពួកយើងអត់ទាន់បានដឹងច្បាស់ឡើយថាតើគេហ្នឹងបានជួបជាមួយហ៊ីសូនឬមួយក៏អត់បើយើងងាកមកមើលខ្វាំងចែនេះវិញទីបំផុតទៅគេក៏បានខ្លាយទៅជាសង្សារជាមួយនឹងយន្តជុងពួកគេស្រឡាញ់គ្នាតតែបានហើយបើយើងគិតសាប់ទៅខ្វាំងចែហ្នឹងដូចជាមានស្នេហាស្រួលជាងពួកម៉ាក់3នាក់ទៀតមែនអត់រីឯមកគូពួកម៉ាក់ best friend ឯណាពួកគេគឺនៅ friend zone នៅឡើយទេ friend zone ហ្នឹងគឺមិនទាន់បានបំបី 100% បានឡើយទាំងដែលការពិតទៅតែជន់សូនហ្នឹងសារភាពដាក់ជួយយន្តភ្លាមដឹងតែថាជួយយន្តហ្នឹងអូខេផ្លែតៃប៉ុន្តែពួកគេតាំងពីហ្នឹងចេះតែអូសបន្លាយពេលវេលាត្មងណាហើយរឿងក៏បានបង្ហាញពីសូរ៉ាយើងបានឃើញបានបន្តិចដែរតាំងពីនាងបានបែកគ្នាជាមួយនឹងមានគេបានមករយៈមកនាងក៏បានសម្ភារការងារជាប់ហើយឥឡូវនេះនាងក៏បានធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងហើយនៅថ្ងៃនេះមានគេក៏ស្រាប់តែតាក់ទងមករកនាងមានគេមិនមែនចង់ត្រូវគ្នាអីទេគេគ្រាន់តែចង់ប្រាប់ទៅកាន់សូរ៉ាឲ្យបានដឹងថាគេអរគុណមែនតើដែលសូរ៉ាហ្នឹងបានធ្វើឲ្យគេស្គាល់ថាតើស្នេហាហ្នឹងគឺជាអ្វីសូរ៉ាហ្នឹងគឺជាមនុស្សម្នាក់ដែលបានធ្វើឲ្យគេយល់ពីអត្ថន័យស្នេហាបានច្បាស់ណាស់លុះបាន3ឆ្នាំក្រោយមកទៀតមកទៅមានគេហ្នឹងចាប់ផ្ដើមបើកបេះដូងទទួលយកស្នេហាថ្មីសង្សារក្រោយរបស់គេហ្នឹងមានឈ្មោះតែសូរ៉ាទៀតកូនហ្នឹងឆ្វាក់ជាមួយនឹងឈ្មោះសូរ៉ាហ្នឹងតែហ្មងហើយចំពោះសូរ៉ាចុងពោយគេហ្នឹងរឿងអត់បានបង្ហាញមកឲ្យពួកយើងបានស្គាល់ឡើយគ្រាន់តែពួកយើងបានដឹងថាសូរ៉ាហ្នឹងគឺជាសិស្សប្អូនរបស់មានគេសង្ឃឹមថាលើកនេះមានគេរកស្នេហាពិតឃើញតែចោះហើយរឿងកំពូលពួកម៉ាក់ទាំង4ក៏បានឈានចូលមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងមានអរគុណច្រើនមែនតើសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាណាអូខេអញ្ចឹងរងចាំជួបជាមួយអ្នកមីថៃនេះម្ដងទៀតនៅវីដេអូក្រោយខាន់សាមីដាអានញ៉ង